ตรงទៅទូរស័ព្ទអភ័យវណ្ណៈអាជើងកាងមេកថា កូនកថា ប្រព័ន្ធកថាដែលវាប្រកែដោះស្រាយរឿងទិញស្រូវខ្ញុំឮសូរថាអភ័យវណ្ណៈវាប្រកាសទិញស្រូវប្រជាជនហើយចាំមើលអ្នកណាទៅកាត់មុខវាបងប្អូនអ្នកទិញស្រូវផ្សាយឲ្យកសិករលក់ស្រូវឲ្យអភ័យវណ្ណៈពីព្រោះអាកថាហ្នឹងវាជើងខ្លាំងស្អីណាបងប្អូនគិតថាត្រឹមត្រូវទេព្រោះវាអ្នកទិញណាព្រោះវាអ្នកទិញមិនអញ្ចឹងណាវាជើងកាក់វាជើងខ្លាំងណាវាជើងខ្លាំងខាងទិញស្រូវអញ្ចឹងឈ្មួញទិញស្រូវក៏យកស្រូវទៅលក់ឲ្យអភ័យវណ្ណៈព្រោះអភ័យវណ្ណៈវាជើងកាងខាងទិញស្រូវឲ្យតម្លៃថ្លៃណាបងប្អូនខ្ញុំបានអធិប្បាយជូនបងប្អូនហើយថារឿងលក់ស្រូវដែលมันបានតម្លៃសមរម្យហើយពួកកន្ធោចាញ់មកកាងខ្ញុំជម្រាបហើយបងប្អូនរឿងស្រូវនេះគឺអាស្រ័យទៅលើរាជការរវាងអ្នកទិញនិងអ្នកលក់អ្នកទិញចង់ទិញថោកលក់ទៅឲ្យអ្នកដទៃថ្លៃអ្នកផលិតចង់ផលិតឲ្យលក់បានថ្លៃដើម្បីយកមកគ្រប់គ្រងជីវភាពរឿងដែលកសិករលក់ស្រូវមិនបានថ្លៃសមរម្យពីព្រោះរាជការមិនទទួលខុសត្រូវថ្លឹងថ្លែងលើទីផ្សារឥឡូវអភ័យវណ្ណៈវាចាញ់មកផ្សព្វផ្សាយពីរឿងថាវាចាញ់មុខទិញស្រូវអាណាហេមកាងបងប្អូនលក់ស្រូវឲ្យវាតាក់ទងទៅទូរស័ព្ទអភ័យវណ្ណៈតាក់ទងលក់ស្រូវប្រហែលលានតោនក៏វាទិញដែរពីព្រោះវាជើងកាងខ្លាំងណាស់លក់ឲ្យវាណាបងប្អូនប្រាប់ទៅថាលក់ឲ្យភ័យវណ្ណៈតាក់ទងទៅភ័យវណ្ណៈព្រោះវាអ្នកជើងទិញស្រូវថ្លៃណាការពិតកិច្ចការអស់នេះគឺជាការចាត់ចែងថ្លឹងថ្លែងទីផ្សារតែប៉ុណ្ណោះបងប្អូនជាការចាត់ចែងថ្លឹងថ្លែងទីផ្សារបើរាជការលោកចាត់ចែងលោកថ្លឹងថ្លែងទីផ្សារបានដោយសមភាពសមធម៌លោកជូនព័ត៌មានដល់កសិករឲ្យដឹងអំពីពូជស្រូវដែលផលិតទៅស្រូវវាចាញ់ផលមកពូជសុទ្ធចាញ់ផលមកជាទីពេញចិត្តជាទីគាប់ចិត្តនិងសេចក្តីត្រូវការនៃទីផ្សារបើរាជការយកព័ត៌មានច្បាស់លាស់ពីទីផ្សារក្នុងស្រុកពីទីផ្សារជាមួយប្រទេសជិតខាងពីទីផ្សារអង្គរក្នុងស្រុកនិងពីទីផ្សារអង្គរអន្តរជាតិហើយថ្លឹងថ្លែងសភាពការទីផ្សារថ្លឹងថ្លែងសភាពការទីផ្សារដោយរាជការយកចិត្តទុកដាក់បញ្ហាកសិករអាចដោះស្រាយបានមិនមែនឲ្យបញ្ហានេះវាបែកធ្លាយទៅកន្ធោចេញមកកាងទិញស្រូវទេឥឡូវហ្នឹងបើកថាចេញមកកាងទិញស្រូវលក់ឲ្យកថាអំពាវនាវឲ្យកថាចេញទិញស្រូវមានប្រមាណម៉ឺនប្រមាណសែនប្រមាណលានតោនលក់ឲ្យវាបងប្អូនលក់ឲ្យវានៅក្នុងប្រទេសកម្ពុជាយើងអាលបែងមូលបង្កាច់នេះអាលបែងគម្រាមកំហែងដើម្បីលើកជើងនេះគឺបកកែលែងនិយាយណាគឺបកកែលែងនិយាយបងប្អូនបកកែណាស់ដូច្នេះហើយតលតែបងប្អូនសួរវាកន្លែងណាដែលវាត្រូវមកទិញឲ្យវាមកទិញគ្រប់ខេត្តទាំងអស់25 24ខេត្តក្រុងហ្នឹង
ឲ្យវាទិញទាំងអស់ព្រោះវាជើងកាងណាអានោះចឹងពីព្រឹកមិញខ្ញុំបានអធិប្បាយហើយថាទី1គឺរាជការក្តាប់សភាពការនៃតម្លៃផលិតសភាពការនៃចំណាយនៃការផលិតមានដីមានពូជជីដាក់ស្រែថ្នាំស្រូវទឹកឧបករណ៍ប្រើប្រាស់ប្រេងឥន្ធនៈរហូតដល់ឧបករណ៍ច្រូតកាត់បោកបែនរាជការក្តាប់សភាពការនៃតម្លៃទីផ្សារក្នុងស្រុកការទិញនិងការលក់រាជការក្តាប់សភាពការនៃលំហូរនាំស្រូវចេញទៅវៀតណាមទៅថៃឡែនក្តាប់សភាពការរោងចក្រកិនស្រូវនៅប្រទេសកម្ពុជាសម្រាប់ចែកចាយក្នុងស្រុកនិងសម្រាប់នាំចេញទៅបរទេសរាជការធ្វើការដោយសេចក្តីប្រឹងប្រែងក្នុងការបើកទីផ្សារដំបូងគឺយកចិត្តទុកដាក់នឹងកូតានាំអង្គទៅកាន់ទីផ្សារដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរាជការទំនាក់ទំនងឲ្យនុព័ន្ធពាណិជ្ជកម្មដែលប្រចាំការនៅតាមស្ថានទូតកម្ពុជាឯបរទេសមានពិព័រណ៍កសិផលមានsample គំរូកសិផលមានព័ត៌មានដែលតាក់ទងពី Trade Commission Ministry of Importation នៅតាមប្រទេសនីមួយៗអត្រាពន្ធគយទៅវិញទៅមកការធ្វើលិខិតស្នាមជាដើមលក្ខណៈនិងនុព័ន្ធពាណិជ្ជកម្មរបស់កម្ពុជានៅតាមស្ថានទូតផ្ដល់ឲ្យនៅមគ្គុទ្ទេសកភាពការណែនាំនិងព័ត៌មានដើម្បីឲ្យគណៈពាណិជ្ជកម្មកសិករគណៈជំនួញកសិករដែលស្វែងរកទីផ្សារនៅបរទេសឲ្យយល់ដឹងច្រើនការនាំចេញអង្គមកកាន់ទីផ្សារបរទេសនិងរីកចម្រើនក្រសួងពាណិជ្ជកម្មជួយណែនាំជួយឧបត្ថម្ភព័ត៌មានឲ្យគណៈកសិករកម្ពុជាបង្កើតនៅសមាគមអ្នកប្រមូលទិញស្រូវកាន់ជាអង្គសម្រាប់នាំចេញយកចិត្តទុកដាក់អំពីការរកស៊ីរបស់ឈ្មួញកាន់អង្គឈ្មួញផលិតអង្គសម្រាប់ទីផ្សារក្នុងស្រុកនិងនាំចេញការយល់ដឹងច្រើនពីសហុយនៃការដឹកចេញនៃការនាំចេញការខ្ចប់វេចមាត្រដ្ឋាននៃការកំណត់ទម្ងន់របៀបរបបនៃការដាក់ព័ត៌មានលើប្រដាប់ខ្ចប់វេចជាដើមលក្ខណៈបើរាជការយកចិត្តទុកដាក់រឿងហ្នឹងវាមិនមែនរវល់ហួសហេតុទេរាជការទំនេរខ្លាំងណាស់រាជការមានពេលផឹកមានពេលស៊ីមានពេលសែបមានពេលសុចមានពេលគក់អ្នកនេះគៀបអ្នកនោះតែកិច្ចការបម្រើប្រជាកសិករមិនសូវមានពេល